សួស្តីសូមស្វាគមន៍បងប្អូនទាំងអស់គ្នាសម្រាប់វីដេអូឃ្លីបមួយនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាពីវិធីក្នុងការស្នើសុំគណនីថ្មីមួយទៀតចេញពីគណនីគោលខ្ញុំនិយាយពីធនាគារ AVA តបពីខ្ញុំស្នើសុំគណនីថ្មីចេញពីគណនីគោលបានហើយខ្ញុំនឹងយកគណនីថ្មីហ្នឹងយកទៅបង្កើតការនិមិត្តទៀតអញ្ចឹងដើម្បីខ្ញុំធ្វើការ boost page boost TikTok ឬក៏ភ្ជាប់ការទិញអីវ៉ាន់មកពីចិនអញ្ចឹងណាសម្រាប់គណនីថ្មីហ្នឹងបងប្អូនធ្វើការងារបានដូចគណនីគោលគណនីចាស់យើងដូចគ្នាយើងអាចទទួលលុយពីគេយើងអាចបាញ់លុយឲ្យគេយើងអាចទូទាត់អីវ៉ាន់យើងអាចតម្លាក់ QR code ឲ្យគេវេលុយឲ្យយើងអញ្ចឹងទេគណនីគោលធ្វើមិនបានគណនីថ្មីក៏យើងធ្វើបានអញ្ចឹងដូចគ្នាអញ្ចឹងណាអញ្ចឹងយើងធ្វើអញ្ចឹងដើម្បីកុំឲ្យច្រឡំយើងបែងចែកដាច់មួយណាជាគណនីសម្រាប់យើងធ្វើការរកស៊ីសំលុយមួយណាជាគណនីសម្រាប់យើងចាយវាយប្រចាំថ្ងៃអញ្ចឹងណាអញ្ចឹងបងប្អូនធ្វើអញ្ចឹងទៅបងប្អូនអត់ច្រឡំទេបងប្អូនធ្លាប់ឮហើយមានអ្នកខ្លះបងខ្លះគាត់ថាគាត់បានលុយច្រឡំប៉ុណ្ណេះទៅបង pass up អីអញ្ចឹងអញ្ចឹងមកពីគាត់អត់កំណត់គាត់មានគណនីតែមួយគាត់ចាយវាយក៏ហ្នឹងសំលុយក៏ហ្នឹងលុយច្រើនក៏ដាក់ទុកក្នុងហ្នឹងលុយតិចក៏ទុកក្នុងហ្នឹងអញ្ចឹងថ្ងៃណាទៅគាត់ច្រឡំអាចមានការបាត់បង់អញ្ចឹងជៀសវាងការបាត់បង់បងប្អូនត្រូវស្នើគណនីផ្សេងមួយទៀតដើម្បីទុកប្រើប្រាស់ប្រចាំថ្ងៃគណនីដែលយើងធ្វើការរកស៊ីសំលុយយើងទុកផ្សេងគណនីចាយវាយប្រចាំថ្ងៃយើងដាក់ផ្សេងដើម្បីកុំឲ្យច្រឡំឧទាហរណ៍ថាបងប្អូនត្រូវការចាយលុយ20រៀលអញ្ចឹងយើងបាញ់លុយពីគណនីគោលយើងហ្នឹងមកគណនីថ្មីយើងហ្នឹង20រៀលទៅបើយើងមានការត្រកធ្លួចបាត់បង់មិនយើងបាញ់ឲ្យគេច្រឡំមិនវាអត់លើសពីលុយហ្នឹងអញ្ចឹងអញ្ចឹងវាអត់ពាក់ព័ន្ធមួយគណនីគោលគណនីលុយនៃធំដែលយើងធ្វើការដាក់លុយច្រើនទេអញ្ចឹងបងប្អូនចូលទៅក្នុងវីដេអូជាមួយខ្ញុំទាំងអស់គ្នាខ្ញុំចូលទៅក្នុង app AVA មកដល់កន្លែងនេះបងប្អូនចុចលើកពាក្យគណនីមកបើគេតម្រូវឲ្យវាយ pin code ក៏យើងវាយទៅតែរបស់ខ្ញុំអត់ទេមកដល់កន្លែងនេះអញ្ចឹងបងប្អូនអាចមើលខាងក្រោមនេះខាងស្ដាំគេទាំងអស់ហ្នឹងគេដាក់ថាសញ្ញាលេខបូកហើយគណនីអញ្ចឹងបងប្អូនអាចចុចកន្លែងហ្នឹងបានសូមបញ្ជាក់ប្រាប់បងប្អូនថាសម្រាប់ការទៅចូលបង្កើតឬស្នើ account ថ្មីហ្នឹងមានកន្លែងមួយទៀតក៏យើងអាចចូលទៅដល់ហ្នឹងដូចគ្នាអញ្ចឹងតែខ្ញុំចូលតាមវិធីនេះអញ្ចឹងខ្ញុំចុចលើកគណនីហ្នឹងមកអញ្ចឹងមកដល់នេះកន្លែងនេះបងប្អូនត្រូវអូសពាក្យថា mobile saving សញ្ញារូបដំរីគណនីសន្សំអញ្ចឹងគណនីហ្នឹងយើងអាចប្រើប្រាស់បានទូទៅដូចគណនីគោលយើងថ្ងៃអញ្ចឹងនេះបងប្អូននេះគណនីសន្សំអញ្ចឹងយើងចុចមកបងប្អូនចំណាំថាគណនីហ្នឹងគឺរូបថ្មីអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកអញ្ចឹងមកដល់កន្លែងនេះបងប្អូនទីខាងក្រោមនេះខ្ញុំបានអាននិងយល់ព្រមតាមលក្ខខណ្ឌបន្ទាប់មកបងប្អូនចុចបន្ទាប់មកដល់កន្លែងនេះគេឲ្យយើងជ្រើសរើសហើយតែយើងចង់ស្នើគណនីថ្មីហ្នឹងយើងចង់បានជាលុយដុល្លារឬក៏ជាលុយរៀលអញ្ចឹងខ្ញុំយកជាលុយដុល្លារអញ្ចឹងខ្ញុំជ្រើសរើសកន្លែងនេះជាលុយដុល្លារបន្ទាប់មកទៀតគេឲ្យយើងជ្រើសរើសគណនីប្រភពគណនីប្រភពនោះគឺគណនីគោលរបស់យើងហ្នឹងអញ្ចឹងបើសិនជាបងប្អូនអត់មានគណនីផ្សេងទេមានតែមួយទេបងប្អូនមិនជ្រើសរើសទេតែខ្ញុំមានអញ្ចឹងបងប្អូនចូលតិចទៅចូលកន្លែងហ្នឹងបន្ទាប់មកខ្ញុំបង្កើតចេញពីគណនីមួយនេះបន្តមកទៀតបងប្អូនចុចពាក្យថាបើកឥឡូវអញ្ចឹងមកដល់កន្លែងនេះយើងចុចលើពាក្យថាបញ្ជាក់កន្លែងនេះគេតម្រូវឲ្យយើងវាយ pin code ដោយសារខ្ញុំបានបង្កើតហើយអញ្ចឹងខ្ញុំអត់វាយទេបងប្អូនវាយតែ pin code ហ្នឹងទៅគឺគណនីគោលហ្នឹងគឺយើងបានបើកបានឲ្យជោគជ័យអញ្ចឹងសម្រាប់ខ្ញុំអត់ទេដោយសារខ្ញុំបានបង្កើតហើយអញ្ចឹងខ្ញុំបិទទៅវិញហ្នឹងថាគណនីថ្មីហ្នឹងយើងបើកបានណាយើងវាយតែ pin code ទៅគឺអូខេអញ្ចឹងខ្ញុំបិទទៅវិញអញ្ចឹងខ្ញុំចូលទៅគណនី AVA ម្ដងទៀត app ម្ដងទៀតមិញហ្នឹងយើងចាត់ទុកថាគណនីថ្មីហ្នឹងយើងបើកបានជោគជ័យអញ្ចឹងខ្ញុំយកគណនីថ្មីហ្នឹងយកទៅបង្កើតការនិមិត្តសម្រាប់ការទូទាត់អីវ៉ាន់ពីក្រៅឬក៏ boost page boost TikTok ឬក៏យើងប្រើការងារផ្សេងដែលទាក់ទងនឹងការភ្ជាប់កាតដូចជាទិញ Telegram អីចឹងណាអញ្ចឹងសម្រាប់ការបង្កើតកាតនិមិត្តហ្នឹងបងប្អូនចុចលើពាក្យកាតនេះចុចលើកាតហ្នឹងមកដល់កន្លែងនេះគេតម្រូវឲ្យយើងវាយ pin code យើងវាយមក
មកដល់កន្លែងនេះបើសិនជាបងប្អូនអត់ដែលបង្កើតការពីមុនទេកន្លែងហ្នឹងគឺអត់មានទេណាអត់មានចំណុចហ្នឹងទេតែបើបងប្អូនអត់ដែលបង្កើតសោះតែបងប្អូនចូលទៅកន្លែងការហ្នឹងហើយឃើញមានអាហ្នឹងក៏ជាការស៊ីនដែរបងប្អូនកុំប្រើការស៊ីនខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបង្កើតការនិមិត្តមួយទៀតដើម្បីប្រើប្រាស់ដើម្បីសុវត្ថិភាពរបស់យើងអញ្ចឹងឧទាហរណ៍ថាយើងជាប់ការប៊ូផេកប៊ូ TikTok ឬក៏យើងជាប់ទិញអីវ៉ាន់មកពីក្រៅអីចឹងឬក៏មានការឆ្លោះឆ្លួចគេ hack account យើងបានគេនឹងយកការយើងទៅទិញអីផ្ដេសផ្ដាស់អីចិត្តបំផ្លាញលុយយើងអញ្ចឹងយើងការពារកុំឲ្យមានរឿងនឹងកើតឡើងបងប្អូនគួរតែបង្កើតការនិមិត្តចេញពីគណនីសន្សំហ្នឹងអញ្ចឹងបើមានការឆ្លោះឆ្លួយយើងបិទកាតហ្នឹងយើងបង្កក account មួយហ្នឹងគឺអត់មានពាក់ព័ន្ធមួយ account គោលរបស់យើងដែលធ្វើការរកស៊ីមានលុយកាក់ច្រើនអីចឹងណាអញ្ចឹងបងប្អូនត្រូវបង្កើតការនិមិត្តនៅកន្លែងហ្នឹងបញ្ជាក់ប្រាប់បងប្អូនពីបងប្អូនអត់ដែលបង្កើតសោះប៉ុន្តែចូលទៅមើលហើយឃើញមានការនឹងការទីណាអញ្ចឹងកុំបង្កើតការនិមិត្តកុំប្រើមួយការទីហ្នឹងយើងប្រើជាមួយនឹងការនិមិត្តណាបងប្អូនប្រើការនិមិត្តកុំប្រើមួយការទីអញ្ចឹងបើបងប្អូនចង់បង្កើតបងប្អូនចុចកន្លែងនេះសញ្ញាបូកឲ្យគេដាក់ពាក្យកាតនេះបងប្អូនចុចកន្លែងហ្នឹងមកនេះមកដល់កន្លែងនេះបើសិនជាបងប្អូនអត់ដែលបង្កើតហ្មងចូលទៅហ្មងវាដល់ចំណុចនេះហ្មងអញ្ចឹងនេះមកដល់ចំណុចនេះគឺអត់មានរូបការទេអញ្ចឹងមកដល់កន្លែងហ្នឹងបងប្អូនអូមកក្រមកបងប្អូនរកពាក្យថាកាតនិមិត្តនេះអញ្ចឹងយើងចុចកន្លែងហ្នឹងមកដល់កន្លែងនេះទៀតយើងធីកកន្លែងនេះខ្ញុំបានអាននិងយល់ព្រមតាមលក្ខខណ្ឌអញ្ចឹងយើងធីកកន្លែងហ្នឹងមួយបន្ទាប់មួយទៀតបងប្អូនចុចពាក្យថាបន្ទាប់មកដល់កន្លែងនេះបងប្អូនចុចពាក្យកាតវីសាចុចកន្លែងហ្នឹងមកនេះធុងទ្រាយការហ្នឹងមានសន្តានអញ្ចឹងបងប្អូនមើលអត់គិតថ្លៃទេសេវាថែទាំក៏អត់គិតថ្លៃដែររយៈពេលប្រើហ្នឹងគឺ2ឆ្នាំអញ្ចឹងណាអញ្ចឹងបងប្អូនមិនភ័យថាបង្កើតការហ្នឹងតិចគេគិតថ្លៃសេវាអីយើងអញ្ចឹងអត់ទេគឺព្រីទាំងអស់ហ្មងណាអញ្ចឹងបន្ទាប់មកទៀតយើងចុចបន្តមកដល់កន្លែងនេះយើងជ្រើសរើសយើងបង្កើតការនិមិត្តហ្នឹងចេញពីកាតមួយណាខ្ញុំបង្កើតការនិមិត្តហ្នឹងចេញពីកាតថ្មីដែលយើងស្នើសុំហ្នឹងអញ្ចឹងខ្ញុំជ្រើសរើសកន្លែងហ្នឹងខ្ញុំជ្រើសរើសការថ្មីបន្ទាប់មកទៀតកន្លែងនេះបងប្អូនដាក់ក៏បានមិនដាក់ក៏បាន email គេថា optional ដាក់ក៏បានមិនដាក់ក៏បានអត់អីទេកន្លែងហ្នឹងខ្ញុំអត់ដាក់ទេ email ចង់និយាយគឺយើងដាក់ email យើងដាក់ក៏បានមិនដាក់ក៏បានអញ្ចឹងខ្ញុំអត់ដាក់ទេបន្ទាប់មកខ្ញុំធីកកន្លែងនេះទៀតខ្ញុំបានអាននិងយល់ព្រមតាមលក្ខខណ្ឌបន្ទាប់មកទៀតបើកឥឡូវចុចពាក្យបើកឥឡូវបងប្អូនមើលនេះសន្តានការនិមិត្តហ្នឹងគឺមានរូបយើងអញ្ចឹងឃើញទេអត់គិតលុយទេគេព្រីទាំងអស់រយៈពេលសុពលភាពគឺ2ឆ្នាំអញ្ចឹងណាបន្ទាប់មកទៀតបងប្អូនចុចបញ្ជាក់មកបន្ទាប់មកទៀតគេតម្រូវឲ្យយើងវាយ PIN code តែវាយ PIN code ហ្នឹងហើយគឺការនិមិត្តហ្នឹងគឺបានជោគជ័យតែដោយសារខ្ញុំអត់ត្រូវការបង្កើតទៀតដោយសារខ្ញុំបានបង្កើតហើយនេះខ្ញុំគ្រាន់តែធ្វើវីដេអូបង្ហាញបងប្អូនអញ្ចឹងឲ្យតែយើងវាយ PIN code ហ្នឹងហើយគឺការនិមិត្តហ្នឹងគឺយើងបង្កើតបានដោយជោគជ័យអញ្ចឹងសម្រាប់វីដេអូក្នុងការបើកគណនីថ្មីក្នុងការបង្កើតវីសាកាតសម្រាប់ការទិញអីវ៉ាន់មកពីក្រៅ Book TikTok Book Page ឬក៏យើងទិញ Telegram អីនិយាយទៅកម្មវិធីអីណាក៏ដោយដែលគេតម្រូវឲ្យយើងភ្ជាប់កាតយើងអាចប្រើការនិមិត្តអញ្ចឹងដើម្បីសុវត្ថិភាពអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំអរគុណ